ហេតុអ្វីបានជាខ្ញុំចាប់ផ្ដើមសិក្សាពីគ្រីបតូជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកប្រធានបទនេះឡើងដើម្បីយកមកចែករំលែកដល់អ្នកដែលថ្មីដែលគាត់ចង់ចាប់ផ្ដើមសិក្សាពីវិស័យគ្រីបតូប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចថាវីដេអូដែលខ្ញុំធ្វើឡើងនេះគឺក្នុងគោលបំណងចែករំលែកបទពិសោធន៍ចែករំលែកចំណេះដឹងក៏ដូចជាការកម្សាន្តប៉ុន្តែខ្ញុំមិនមែនជាអ្នកជំនាញឬក៏អ្នកដែលផ្ដល់ដំបូន្មានក្នុងវិស័យហិរញ្ញវត្ថុដើម្បីឲ្យអ្នកទាំងអស់គ្នានឹងទៅវិនិយោគលើកាកណាមួយឡើយអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងរៀបរាប់ពីរបៀបដែលខ្ញុំចូលមកក្នុងវិស័យគ្រីបតូនេះហើយនឹងអ្វីដែលផ្លាស់ប្ដូរគំនិតរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំនឹងគិតថាអ្នកទាំងអស់គ្នាគួរតែមានចំណេះដឹងខ្លះពីវិស័យមួយនេះបើសិនជាអ្នកទាំងអស់គ្នាមិនទាន់ចង់វិនិយោគនៅក្នុងវិស័យនេះក៏ដោយខ្ញុំគិតថាអ្នកទាំងអស់គ្នាក៏ដូចជាខ្ញុំដែរប្រហែលជាជាង10ឆ្នាំមុនយើងបានឮពាក្យថា Bitcoin នៅក្នុងប្រព័ន្ធ social media ប៉ុន្តែក្នុងរយៈពេលហ្នឹងគឺអត់ទាន់មានព័ត៌មានច្រើនឬក៏ឯកសារច្បាស់លាស់ណាបញ្ជាក់ថាតើ Bitcoin ហ្នឹងគឺជាអ្វីបង្កើតដោយអ្នកណាបង្កើតក្នុងគោលបំណងអ្វីនោះទេឯកសារមួយចំនួនដែលខ្ញុំបានរកឃើញនោះគឺមានភាពស្មុគស្មាញពិបាកអានអញ្ចឹងខ្ញុំក៏សន្និដ្ឋានដោយអត្តនោម័តថាវាគ្រាន់តែជាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតតែប៉ុណ្ណោះក្រោយមកទៀតក្នុងឆ្នាំ2019ខ្ញុំបានលើពាក្យថា Bitcoin ហើយនិង Crypto ភាសាទៀតប៉ុន្តែនៅពេលនេះគឺមាន influencer នៅក្នុង YouTube ជាច្រើនដែលគាត់និយាយពី Crypto និយាយពី Bitcoin ហើយក៏មានអ្នកស្គាល់គ្នាហើយក៏មានមិត្តភ័ក្តិដែលគាត់និយាយថាគាត់បានធ្វើការវិនិយោគនៅក្នុងគ្រីបតូហើយគាត់ចំណេញច្រើនប៉ុន្តែខ្ញុំក៏លឺអ្នកផ្សេងមួយចំនួនទៀតគាត់និយាយថាគាត់វិនិយោគនៅក្នុងគ្រីបតូហើយគាត់បានបាត់បង់លុយរបស់គាត់ដែរចំណុចទាំងអស់ហ្នឹងហើយបានធ្វើឲ្យខ្ញុំឆ្ងល់ហើយក៏ចាប់ផ្ដើមសិក្សាពីគ្រីបតូមួយសារទៀតដោយសារតែមាន influencer ជាច្រើននៅក្នុង YouTube គាត់បានធ្វើការបកស្រាយពីគ្រីបតូហើយក៏មានឯកសារជាច្រើនដែលយើងអាចរកបានមកធ្វើការសិក្សាស្រាវជ្រាវពីគ្រីបតូអញ្ចឹងទាំងអស់ហ្នឹងហើយធ្វើឲ្យខ្ញុំផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្ញុំយ៉ាងខ្លាំងហ្មងពីមុនខ្ញុំគិតថាវាគ្រាន់តែជាការបោកប្រាស់នៅក្នុងប្រព័ន្ធអ៊ីនធឺណិតទេប៉ុន្តែឥឡូវខ្ញុំអត់គិតអញ្ចឹងដូចមុនទេនៅពេលដែលខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវហើយខ្ញុំយល់ដឹងជាច្រើនពី technology ហើយនឹងរូបិយប័ណ្ណដែលវាបានផ្លាស់ប្ដូរខ្លាំងបំផុតទៅពេលដែលខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវនឹងហើយបន្ទាប់មកខ្ញុំក៏បានចាប់ផ្ដើមស្រាវជ្រាវបន្ថែមពី Bitcoinបន្តមកទៀត Ethereum កាក់ Ethereum ហើយនឹងក៏កាក់ Altcoin ផ្សេងៗទៀតនៅពេលដែលខ្ញុំធ្វើការស្រាវជ្រាវនឹងកាន់តែច្រើនខ្ញុំក៏បានយល់ពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់រូបិយប័ណ្ណដែលយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងនៅលើពិភពលោកហើយក៏ដូចជាការបង្កើត Bitcoin ដើម្បីដោះស្រាយបញ្ហារបស់រូបិយប័ណ្ណនៅលើពិភពលោកនឹងដូចគ្នាដែរបន្ទាប់មកទៀតដោយសារតែខ្ញុំចង់ដឹងពីដំណើរការរបស់លុយ digital ហ្នឹងខ្ញុំក៏បានបង្កើត account មួយនៅក្នុង Binance ហើយដាក់លុយចូល$20គោលបំណងក្នុងការដាក់លុយ$20ហ្នឹងគឺមិនមែនចង់ថាវិនិយោគទេគឺគ្រាន់តែចង់ដឹងចង់រៀនបន្ថែមពីការ move ពី wallet មួយទៅ wallet មួយដែលខ្មែរយើងហៅថាកាបូបប៉ុន្តែនៅក្នុងនោះខ្ញុំសូមនិយាយជាភាសាអង់គ្លេសដើម្បីកុំឲ្យខុសន័យរបស់គេពេលហ្នឹងដែរក៏ខ្ញុំបានបង្កើតកំហុសក៏ជាច្រើនដូចគ្នាដែរដូចជាទិញនៅពេលដែលគេកំពុងតែឡើងខ្ពស់ខ្លាំងតែខ្ញុំចាប់ផ្ដើមទិញអាហ្នឹងគឺជាកំហុសខ្លះដែរហើយបន្ទាប់មកចាប់ផ្ដើមឃើញវាតម្លៃវាធ្លាក់ចុះប៉ុន្តែកំហុសទាំងអស់ហ្នឹងខ្ញុំចាត់ទុកថាវាគ្រាន់តែជាបទពិសោធន៍មួយដ៏ល្អសម្រាប់ខ្ញុំដែលវាបរៀនខ្ញុំឲ្យមានភាពអត់ធ្មត់ហើយកុំព្យាយាម time the market មានន័យថាព្យាយាមគិតថាឥឡូវហ្នឹងគឺជាពេលត្រូវដែលគួរទិញអីចឹងទៅដោយសារតែកំហុសជាច្រើនក៏ដូចជាផលលំបាកជាច្រើនដែលខ្ញុំជួបប្រទះពេលខ្ញុំចាប់ផ្ដើមហ្នឹងខ្ញុំក៏បង្កើត channel នេះឡើងដើម្បីចែករំលែកចំណុចទាំងអស់ហ្នឹងទៅអ្នកទាំងអស់គ្នាព្រោះខ្ញុំគិតថាសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមថ្មីគាត់ក៏អាចនឹងជួបប្រទះនឹងអ្វីដែលខ្ញុំធ្លាប់ជួបប្រទះដូចគ្នាហើយនៅក្នុងវីដេអូបន្តទៀតខ្ញុំនឹងចែករំលែកចំណុចផ្សេងៗដែលខ្ញុំបានជួបប្រទះហើយអ្វីដែលអ្នកទាំងអស់គ្នាគួរធ្វើដើម្បីជៀសវាងចំណុចទាំងអស់ហ្នឹងហើយក៏ដូចជាគន្លឹះផ្សេងៗទៀតដែរដែលខ្ញុំបានរៀនសូត្រជាច្រើនក្នុងរយៈពេល5ឆ្នាំដែលខ្ញុំបានសិក្សាពីវិស័យគ្រីបតូមួយនេះអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដែលទើបតែចាប់ផ្ដើមដំបូងហើយឆ្ងល់ដូចខ្ញុំដែរថាតើអ្វីជាគ្រីបតូអ្នកទាំងអស់គ្នាជួយ Subscribe ក្នុង Channel នេះទាំងអស់គ្នាហើយយើងនឹងបន្តទៅមុខទៀតចាអញ្ចឹងសម្រាប់ថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់